បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់ចែកជូនបងប្អូនយើងទាំងអស់គ្នាបងប្អូនខ្លះគាត់ចេះកាត់រូបភាពដាក់ចូលបទចម្រៀងឧទាហរណ៍ចម្រៀង remix ចម្រៀង set ហើយជាដើមចឹងណាបាទបងប្អូនមានកម្មវិធីមួយមកបាទបងប្អូនចូលក្នុងនេះមួយមកចូលហ្នឹងហើយយើងលុបចេញនេះបងប្អូនណាលុបចេញនេះសិននេះចុចកន្លែងធំសម្រាប់នេះហើយយើងចុចកន្លែងយល់ព្រមនេះបាទបន្តទៀតបងប្អូនចុចទៅនេះបាទហើយបងប្អូនចុចជ្រើសទៅនេះទៀតមកហើយបើចុចកន្លែងផ្ញើព្រួយនេះហើយបងប្អូនជ្រើសរើសយកតែយើងចង់កាត់ទៅលើ YouTube ទៅលើ Facebook ទៅលើអីផ្សេងគេបង្ហាញសម្រាប់ខ្ញុំយក YouTube បងប្អូនណា YouTube Channel តែមួយមកហើយចុចយកព្រមទៀតបាទហើយវាចូលទម្រង់ YouTube ហ្នឹងតទៅទៀតបងប្អូនចូលអីនេះដើម្បីជ្រើសរើសរូបភាព background ណាចុចត្រឹមមួយមកហើយចុចទៅនេះទៀតហើយជ្រើសរើស background មួយមកយើងយកមួយរូបមួយនេះបាទហើយចុចសញ្ញាគ្រីសហើយបងប្អូនទាញអាខាងក្រោមនេះមកជួនទាញខាងស្ដាំនេះមកទាញដូចខ្ញុំមកហើយបងប្អូនចុចកន្លែងនេះរូបនេះមកអាកន្លែងសញ្ញានេះហើយបងប្អូនចុចទាញនេះឲ្យអស់មកចេះអស់ហ្នឹងហើយតទៅទៀតបងប្អូនចុចសញ្ញា tick នេះសញ្ញាគ្រីសមកហើយបងប្អូនចុចចាក់សវាកុំឲ្យវារូប background នេះវារត់ទៅណាទៅណីអញ្ចឹងចុចចាក់សទៅនេះមកបាទទៅទៀតបងប្អូនចុចទៅនេះទៀតមកហើយយើងចុចលើរូបយើងវាអត់អង្គើទៅណាទៀតទេវានៅទៅហ្នឹងហើយទៅទៀតបងប្អូនជ្រើសរើសយករូបភាពទៀតមកនេះទៅនេះរូបអក្សរអីទៅរូបអក្សរនេះចឹងចុចអក្សរនេះមកហើយបងចុចសញ្ញាគ្រីសនេះទៀតមកហើយបងប្អូនអង្គើរូបអក្សរនេះបងប្អូនធ្វើខ្លួនឯងក៏បានបងប្អូនចូលក្នុងក្រុម Telegram ក្រុមពួកខ្ញុំមកខ្ញុំបានស្ទាយអក្សរស្អាតៗបែបនេះហើយបាទហើយយើងទាញអក្សរព្រិចរួមចឹងមកស្រាប់តែយើងចង់បានចឹងហើយចុចគៀនដាក់គៀនតាណានេះដាក់ទៅនេះមកតទៅទៀតយើងចុចចាក់អក្សរវាទៀតបងប្អូនចាក់អក្សរមកកុំឲ្យរូបនេះវាអង្គើវារត់ទៅណាចឹងណាចឹងទេវាអត់រត់ទៅណាទៀតទេវានៅទៅណាតទៅទៀតយើងចូលយករូបភាពដើម្បីដាក់ជារូបភាពតំណាងទៅនេះបងប្អូនជ្រើសរើសរូបភាពមកខ្ញុំជ្រើសរើសយករូបភាពមួយនេះរូបភាពមួយនេះយើងកាត់ background ខាងក្រោយអស់ហើយអស់រួចរាល់ហើយយើងដាក់ចូលក្នុងកន្លែងយើងដាក់អក្សរមិញបងប្អូនណានេះវាជាប់ជាពីរចែកទៅបងប្អូនធ្វើម៉េចបងប្អូនចុចគ្រីសសិនមកចុចគ្រីសនេះសិនមកហើយចុចអាកន្លែងគេដាក់ថា crop នេះហើយយើងទាញនេះទាញបន្ទាត់នេះទាញមកនេះមកឲ្យយើងយកតែរូបមួយនេះឬក៏យើងយករូបមួយនេះខ្ញុំយករូបមួយនេះខ្ញុំទាញក្របនេះមកនេះទៀតមកបាទទាញមកនេះមកហើយចុចគ្រីសវាចេញឃើញតែមួយបងប្អូនឃើញហើយយើង scroll រូបនេះមកដាក់មកមើលទៅវាសមនឹងរូបយើងបងប្អូនបងប្អូនស្រីរូបនេះមកឲ្យស្អាតមកហើយចង់ដាក់ប៉ុណ្ណាប៉ុណ្នេះឬក៏ធំទូចយើងអាចព្រិចព្រមនេះបងប្អូនទីមួយនេះធំព្រោះទីមួយក្រោយទូចបងប្អូនណាដាក់ប៉ុណ្នេះមកតែខ្ញុំដាក់ប៉ុណ្នេះបាទប៉ុណ្ណឹងមកខាងនេះទាញឲ្យធំចេះមកឬក៏ទូចចេះមកខ្ញុំដាក់ប៉ុណ្នេះបាទតទៅទៀតយើងចាក់សមម្ដងទៀតបងប្អូនកុំឲ្យរូបនេះវាពេលយើងប៉ះទៅវាបាត់រូបយើងចាក់សវាចឹងមកបាទទៀតយើងចូលយករូបភាពទៀតចូលរូបនេះមកយើងយកផ្ទាត់មួយមកយកផ្ទាត់ដូចខ្ញុំនេះផ្ទាត់ចេះមកហើយខ្ញុំយកផ្ទាត់មួយនេះហើយយើងដាក់គៀនទៅនេះស្រីថ្មិចឲ្យវាសមបងប្អូនឲ្យវាស៊ីនឹងរូបភាពរបស់យើងដាក់ប៉ុណ្ណេះ
តទៀតហើយយើងចង់ថែមអក្សរថែមអីទៀតយើងចុចចាក់សរូបនេះសិនមកហើយចុចតិចហើយចង់ថែមអក្សរថែមអីទៀតចុចទៅនេះមកចុចនេះហើយចុចឆ្ញាបូកបងប្អូនហើយចុចឆ្ញារូបប៊ិចនេះមកអក្សរខាងលើយើងលុបបងប្អូនយើងលុបសិនមកបាទហើយខ្ញុំវាយអក្សរចូលសិនបាទរួចហើយបងប្អូនចេះសេរួចហើយដាក់ remake 2025មកបងប្អូនចុចកន្លែង OK នេះបាទចុច OK ហ្នឹងហើយបងប្អូន scroll អក្សរយើងនេះហើយយើងដូរ font បងប្អូនណាយើងដូរ font អូសមួយនេះអាមួយជួរខាងនេះអូសមកខាងនេះមកហើយយើងចូលរើសនេះ font យើងបងប្អូនចង់បាន font ខ្មែរប៉ុណ្ណីទៅនេះកន្លែងនេះយើងសម្រាប់ដាក់ font ខ្មែរបងប្អូនណាតែខ្ញុំមិនទាន់មាន font ខ្មែរដាក់ទេខ្ញុំដាក់ font បរទេសសិន font អង់គ្លេសបងប្អូនចូលរើសមកចូលរើស font មកបាទខ្ញុំចូលរើស view font នេះហើយចុច OK មកបងប្អូនបាទឃើញទេយើងទាញអក្សរនេះបាទនេះមកហើយយើងជ្រេអក្សរមកយើងដាក់ពណ៌អក្សរពណ៌អីចង់យកទៅបានតិចបងប្អូនអត់យល់ចុចមកជួរនេះបងប្អូនទាញមកនេះមកទាញយកមកទាញយើងយកមកនេះបងប្អូននេះមកហើយយើងចុចគ្រីសនេះមកហើយយើងរឹសពណ៌នេះចង់ដាក់ពណ៌ក្រហមពណ៌ខ្មៅអីតាមសេចក្ដីចិត្តយើងនេះយើងស្រីកម្រាស់វាកម្រាស់នេះយើងចង់បានស្មោលនេះធំឬក៏ទូចស្រីតែយកបងប្អូនណាខ្ញុំដាក់ទូចមកល្មមដាក់ប៉ុណ្ណេះមកតនេះយើងដាក់ពណ៌បានពណ៌ក្រហមតែចេះឃើញវាធំទេតែចេះឃើញវាទូចយើងយកប៉ុណ្ណេះមកខាងក្រោមនេះយើងក៏ខាងក្រោមនេះក៏ដាក់ពណ៌ដែរស្លាច់យកពណ៌នេះស្រាប់តែយើងចូលរើសយកបងប្អូនណាយើងចង់បានពណ៌ណានេះចេញពណ៌បែបនេះស្លាច់យកពណ៌នេះហើយបងប្អូនហើយចុចគ្រីសរំកិលនេះអក្សរយើងដាក់ទៅណាដាក់ប៉ុណ្ណេះមកដាក់ប៉ុណ្ណេះងាយទេបងប្អូនមើលនេះងាយទេប៉ុណ្ណេះមកហើយអក្សរខាងលើនេះបើយើងចង់ទៅរីកឲ្យវាធំទៀតយើងចុចកន្លែងនេះដដែលមកហើយយើងយកនេះយើងដោះសចឹងមកចុចគ្រីសសិនហើយពង្រីកអក្សរនេះទៀតចាក់តាមនេះហើយពង្រីកអក្សរនេះសិនពង្រីកយ៉ាងមកនេះពង្រីកចឹងបងប្អូនណាប៉ុណ្្នឹងមកខ្ញុំគិតថាសមហើយយើងអាច save បងប្អូនយើងចុចទៅនេះទៅយើងឧទាហរណ៍យើង save ទុកក្នុង memory យើងឬក៏ក្នុងយើងចុចទៅនេះទុកហើយចុចទៅនេះមកទុកបងប្អូនចុចទៅនេះមកបាទអញ្ចឹងវាចូលក្នុង gallery ក្នុងរូបភាពយើងបងប្អូនចេញឲ្យតាមចុចខ្វែងមកបាទហើយយើងចូលមើលក្នុងរូបភាពយើងមកនេះបងប្អូនឃើញនេះរូបដែលយើងកាត់មិញនេះបងប្អូននេះរូបកាត់មុនហើយអរគុណបងប្អូនអរគ្នាបើស្រឡាញ់ពេញចិត្តវីដេអូខ្ញុំសូមចុច subscribe ហើយនឹងចុច like ផងបងប្អូនណា